សូមស្វាគមន៍បងប្អូនប្រិមិត្តដែលស្នេហាវិស័យកីឡាឥឡូវយើងទស្សនាវីដេអូ highlight សារឡើងវិញគឺការប្រកួតរវាង Al Nassr ជាមួយនឹង Sabah ដែលជាពានរង្វាន់ Pro League នៅឯប្រទេសអារ៉ាប៊ីសាអូឌីតអូហូបងប្អូនប្រិមិត្តយើងគឺពាក់ហូកូឡាថានៅទីនោះស្រស់ស្អាតមែនទែននេះកែបាចេញពីក្រុម Sabah នេះគឺជាគ្រូបង្វឹករបស់ Al Nassr គឺលោកជាសញ្ជាតិប៉ូទុយហ្គាល់គ្រាប់បាចេញពី Cristiano Ronaldo វាយកាញ់ទៅឲ្យ João Felix ទម្លាក់ឲ្យ Ronaldo ត្រង់នេះធ្វើបានចូល Al Nassr នាំមុខទៅលើ Sabah 1-0អូហូល្អមែនទេបងប្អូនប្រិមិត្តយើងគឺ Cristiano Ronaldo ជាអ្នកបង្កើតឱកាសឲ្យ João Felix ទម្លាក់ទៅឲ្យ Cristiano Ronaldo វិញប៉ុន្តែបាទត្រង់នេះគឺអូនហ្គោលពីខ្សែការពាររបស់ក្រុម Sabah 1-0ល្អមែនទេបងប្អូនប្រិមិត្តយើង Al Nassr នាំមុខបាត់ទៅហើយក្រុម Sabah ហួសចិត្តអ្នកចាំទីរបស់ Sabah ហួសចិត្តត្រង់នេះគឺ João Felix ដែលទម្លាក់ទៅឲ្យ Cristiano Ronaldo ប៉ុន្តែត្រូវបានផ្លាតដោយខ្សែការពាររបស់ Sabah ឥឡូវយើងទៅបន្តទៀតត្រង់នេះទម្លាក់ជិតទៅខាងក្នុងប៉ុន្តែត្រង់នេះចូលបាត់ទៅហើយធ្វើបានដោយកីឡាករ Wesley របស់ Al Nassr គឺបាយស្គាល់ kick ត្រង់នេះអែមណាស់បងប្អូនប្រិមិត្តយើងនេះមើលរូបភាពសារឡើងវិញអូយលោតបាយស្គាល់ kick ដូច Cristiano Ronaldo កាលពីមុននៅ Real Madrid អញ្ចឹងអែមណាស់បងប្អូនប្រិមិត្តយើងអូ2-0នាំមកទៅលើក្រុម Sabah ឥឡូវយើងទៅបន្តពី Sabah វិញតែទៅ clear ចេញឲ្យអ្នកចាំទីឥឡូវត្រង់នេះសុទ្ធបានដែរទេសុទ្ធបញ្ជើស្ដាំប៉ុន្តែទៅប្លុកដោយខ្សែការពាររបស់ Al Nassr ត្រូវបានខ្សែការពាររបស់ Al Nassr ជួយទាន់បងប្អូនប្រិមិត្តយើងវិញនឹងបានគ្រាប់បាល់តាមពីខាងក្រោយរបស់ Al Nassr នេះត្រង់នេះខ្សែការពារ clear ចេញហើយត្រង់នេះពី Sabah វិញទម្លាក់ចូលទៅខាងក្នុងប៉ុន្តែត្រូវបានប្លុកដោយអ្នកចាំទីរបស់ Al Nassr Neto ហើយត្រង់នេះ Sabah ចុចទៅខាងក្នុងទម្លាក់ទៅខាងស្លាប់ខាងស្ដាំទាញ1-2ហាំម៉ាមីរបស់កីឡាករក្រុម Sabah ចុចទៅខាងក្នុងចូល2-1 Sabah តាមពីខាងក្រោយនៃក្រុម Al Nassr 2-1អូហូល្អមែនទែនហាំម៉ាមីនេះស្លាប់ខាងស្ដាំទាញ1ទាញ2ត្រង់នេះបងប្អូនប្រិមិត្តយើងលេខ22របស់ក្រុម Sabah នេះជាអ្នកបង្កើតឱកាសលេខ22ហើយទម្លាក់ចូលទៅក្នុងអូបងប្អូនប្រិមិត្តយើងគឺបាលីអូនហ្គោលខ្សែការពាររបស់ Al Nassr មិនអាចជួយស្គ្រូបានគឺលេខ3របស់ខ្សែការពារ Al Nassr គឺអូនហ្គោលបងប្អូនប្រិមិត្តយើងហើយនេះគឺជាការសម្រុកបន្តទៀតប៉ុន្តែធ្វើមិនបានល្អទៅវិញចេញពីក្រុម Sabah បង្កើតឱកាសពី Yannick ទម្លាក់ទៅឲ្យ Carlos ផ្ទះស្ដាំចូលលេខ13របស់ Sabah គឺ Carlos ធ្វើបានល្អតាមស្មើជាមួយនឹង Al Nassr វិញបងប្អូនអូហូយត្រង់នេះគឺទម្លាក់ចេញពី Yannick ទម្លាក់ឲ្យ Carlos ផ្ទះមួយជើងស្ដាំត្រង់នេះអែមណាស់បងប្អូនប្រិមិត្តយើងអូហូ Carlos លេខ13គឺធ្វើបានល្អណាស់របស់ Sabah ទស្សនារូបភាពសារឡើងវិញគ្រូបង្វឹករបស់ក្រុម Sabah គឺសប្បាយចិត្តចំណែកឯលោកជេស៊ូធ្វើមុខស្អុយហើយពេលនេះឃើញកូនក្រុមរបស់ខ្លួនត្រូវបានគេតាមស្មើឥឡូវទៅវិញពី Al Nassr សុទ្ធជើងត្រង់នេះគឺអត់ចូលទេហើយទៅថែមមួយជើងត្រង់នេះត្រូវបានប្រឡុកដោយខ្សែការពាររបស់ Sabah អូហូយល្អមែនទែនខ្សែការពារ Sabah ធ្វើបានល្អខ្ញុំស្ញញដាក់ក្រុម Al Nassr ឥឡូវយើងទៅបន្តទៀតពី Al Nassr ទម្លាក់ចូលទៅខាងក្នុងត្រង់នេះសុទ្ធមួយជើងឆ្វេងផ្លាតចេញនឹងខ្សែការពារអូហូយវិសបានគ្រាប់បាល់នាំមុខទៅលើ Sabah ទៅហើយប៉ុន្តែត្រូវបានអ្នកចាំទីជួយសង្គ្រោះបានរបស់ក្រុម Sabah អូហូយពិតជាល្អមែនទែនបងប្អូនប្រិមិត្តយើងនេះត្រូវបានប្រឡុកចេញខ្សែការពារហើយក៏ឡងផ្លាត់ប៉ះជាមួយនឹងដៃហ្គោលទៀត Sabah ត្រូវបានជួយសង្គ្រោះបានដោយហ្គោល Sabah បាទត្រង់នេះគឺបាល់ជ្រុំលើកហើយក៏តាត់ត្រង់នេះគឺប៊ីនឹងចូលទៅហើយបងប្អូនប្រិមិត្តតែអាចទេថា Al Nassr អាចនាំមុខទៅលើ Sabah 3-2ប៉ុន្តែចាំមើលទៀតបងប្អូនប្រិមិត្តយើងត្រង់នេះស៊ុបបញ្ជើស្ដាំចូលការរ៉េបស៊ុបបញ្ចូលទីនាំមុខទៅលើក្រុម Sabah 3-2ថាមែនមិនទាន់បាននិយាយផុតពីមាត់ផងឥឡូវនេះ Al Nassr នាំមុខ3-2ទៅហើយបងប្អូនប្រិមិត្តយើងមើលរូបភាពសារឡើងវិញនេះអូហូមួយជើងឆ្វេងរបស់ការ៉េបចប់ការប្រកួតរវាង Al Nassr ជាមួយនឹង Sabah លទ្ធផល3-2អរគុណប្រិមិត្តសម្រាប់ការតាមដានសូមជម្រាបលា